បាទសួស្តីប្រិយមិត្តទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាទៅរៀនពីវិធីសាស្ត្រនៅក្នុងការធ្វើបានសារបែបនេះនៅក្នុង Microsoft Word បាទរបស់កុំព្យូទ័ររបស់យើងគឺយើងតែងតែប្រើប្រាស់ Microsoft Word ដើម្បីរៀបចំឯកសារផ្សេងៗអញ្ចឹងសម្រាប់ការរៀបចំឯកសារបានសារនេះគឺมันជាពិបាកសាំញ៉ាំប្រហែលទេអញ្ចឹងបងប្អូនអ្នកថ្មីដែលអាចចង់ស្រាវជ្រាវពីការធ្វើបងប្អូនអាចមើលវីដេអូនេះបានដើម្បីដឹងពីបច្ចេកទេសនៃការធ្វើឲ្យបានល្អបាទអញ្ចឹងបងប្អូនមើលទៅលើបានសារទាំងអស់គ្នាគឺយើងឃើញថានៅក្នុងនេះមានស៊ុំបាទហើយបន្តមកទៀតនៅបន្តមកមាន3ក្រាខាងក្រោយគឺដាក់អនុវិទ្យាល័យទូលខ្ពស់ហើយមានបាវចនាខាងស្ដាំដៃនេះបាទហើយនឹងមាន logo ក្រសួងមាន logo បាំងពីខាងក្រោយនេះបាទក៏ដូចជាមានអក្សរអត្ថបទមួយចំនួនខាងក្នុងនេះហើយនឹងបាទមាន logo ក្រសួងខាងលើនេះផងដែរបាទអញ្ចឹងដើម្បីធ្វើឯកសារនេះបានបងប្អូនលើចាប់ផ្ដើមមកមើលទៅលើ Microsoft Word ទាំងអស់គ្នាចូលមកអញ្ចឹង Microsoft Word នេះគឺយើងសេរីกระดาษឲ្យទៅជាกระดาษបដិសិនចូលកន្លែង layout ចូល size យកกระดาษ A4 បន្តមកទៀតយើងយក orientation វាថាទិសដៅกระดาษយើងយក landscape មកតទៅពីយើងរៀបចំกระดาษបានកระดาษបដិប៉ុណ្ណេះហើយបងប្អូនអរគ្នាចូលមកពិនិត្យមើលទៅលើกระดาษរបស់យើងនេះមិនបាច់ចាំសេរីទៀតទេបងប្អូនទៅស៊ុំយកមកដាក់តែម្ដងអញ្ចឹងបងប្អូនស៊ុំនេះគឺយើងបងប្អូននៅកន្លែងណាទៅរកកន្លែងហ្នឹងមកអញ្ចឹងខ្ញុំមានរូបភាពសម្រាប់ស៊ុំហ្នឹងអញ្ចឹងខ្ញុំទៅរកកន្លែងហ្វូតូហើយនឹងមានរូបទេវតានេះដែលមានស៊ុំអញ្ចឹងខ្ញុំអស់មើលមានស៊ុំអីយកស៊ុំហ្នឹងដោយសារតែវាជាការដែលយើងហ្វឹកហាត់ធ្វើអញ្ចឹងណាបាទអញ្ចឹងខ្ញុំមានស៊ុំនេះមួយបាទស៊ុំនេះបាទ water នេះអញ្ចឹងខ្ញុំយកពណ៌ហ្នឹងតែម្ដងអញ្ចឹងខ្ញុំអូសយកមកចុចលើវាអូសខ្ញុំដាក់លើ Microsoft Word របស់យើងតែម្ដងអញ្ចឹងបងប្អូនបន្ទាប់ពីយើងអូសបានប៉ុណ្ណេះបងប្អូនមើលពីយើងកឹងក៏អត់ទៅទេអញ្ចឹងបងប្អូនមើលលើនេះមើលល្បាលើនេះយើងចូលមកនៅក្នុងកាលណាវា load ចូលមកដល់ស៊ុំនេះបងប្អូនចុច2ដងមកគឺវានឹងនាំជាមកកាន់ picture format បែបនេះហើយនៅក្នុង picture format នេះយើងអាចយក wrap text យើងហៅថារុំទំព័រចុចលើវាយើងយកពាក្យថា in front of text បាទហើយបងប្អូនអាចរុញបានហើយនេះអង្គបានអញ្ចឹងការដែលយើងកំណត់ទៅលើទីតាំងបាទណាមួយបងប្អូនត្រូវទុកមកល្មមសមរម្យណាមួយសម្រាប់យើងដាក់ឲ្យមើលទៅស្អាតអញ្ចឹងយើងមិនអាចទាញស៊ុំឲ្យស្មើឆាច់ទៅកាន់កែមកระดาษទាំងអស់នោះទេពេលយើងព្រីនវាអត់ស្អាតអញ្ចឹងណាបាទអញ្ចឹងយើងយកប៉ុណ្ណឹងបាទប៉ុណ្ណឹងចោលបាទអញ្ចឹងយើងបានស៊ុំនឹងមួយបងប្អូនត្រូវធ្វើអីមិនទៀតបាទបងប្អូនត្រូវត្រឡប់មកកាន់ home វិញហើយបងប្អូនចូលមកកន្លែងចំណុចមួយគឺយើងចូលមក edit នេះវាមាន select បងប្អូនទៅតាមអេក្រង់របស់កុំព្យូទ័របងប្អូនមើលកុំព្យូទ័របងប្អូនអេក្រង់ធំទៅយើងនឹងមានឃើញល្បាហ្នឹងវានៅក្នុងផ្នែកវាផ្សេងគ្នាតែនៅក្នុងអេក្រង់កុំព្យូទ័ររបស់ខ្ញុំវាតូចអញ្ចឹងខ្ញុំឃើញមានប៉ុណ្ណឹងបងប្អូនយកកន្លែង select មកហើយយក select selection pane តមកទៀតវានឹងនាំយើងមកកន្លែងនេះបងប្អូនឃើញទេកន្លែងហ្នឹងគឺយើងអាចដាក់ឈ្មោះស៊ុំរបស់យើងនឹងបានបងប្អូនអាចដាក់ម៉ៅស្ដាំលើវាដាក់ rename បាទនេះមកស្ដាប់មកជួយលើវា2ដង rename បានហើយអញ្ចឹងខ្ញុំសរសេរជាអក្សរខ្មែរតែម្ដងខ្ញុំដាក់ថាស៊ុំអញ្ចឹងយើងបានស៊ុំមកវាបាទអញ្ចឹងស៊ុំមកវានៅកន្លែងនេះអញ្ចឹងខ្ញុំបិទធម្មតាវិញខ្ញុំចុចលើវាមកយើងអាចចុចទៅកន្លែងខ្វែងក៏បានដែរបងប្អូនណាបាទចុចមកវាឃើញមកប៉ុណ្ណេះបាទអញ្ចឹងចំណុចទី2បងប្អូនត្រូវដាក់អីទៀតដើម្បីស្អាតណាបងប្អូនយើងទៅមើលគំរូរបស់គេសិនអញ្ចឹងយើងត្រូវដាក់អក្សរក្រោយនេះ background របស់គេនេះគឺអនុវិទ្យាល័យទូលខ្ពស់បាទអញ្ចឹងខ្ញុំត្រឡប់មកកាន់ Microsoft Word របស់យើងវិញហើយយើងhide បាយ hide ក៏បានដែរបងប្អូនចូលមកកន្លែង insert ហើយចូលកន្លែង text box តើបងប្អូនយកកន្លែង draw text box ខាងក្រោមបាទហើយយើងចាប់ផ្ដើមគូបាទយើងគូយកមកប៉ុណ្ណឹងក៏បានបងប្អូនមិនបាច់ចាំគូយកប៉ុណ្ណឹងក៏បានស្រេចលើយើងទេបាទខ្ញុំគិតថាយកគូប៉ុណ្ណឹងល្អជាងប៉ុណ្ណាស្រួលយើងសេរីបាទអញ្ចឹងខ្ញុំយកប៉ុណ្ណឹងមកបាទតមកទៀតខ្ញុំសរសេរអនុវិទ្យាល័យទូលខ្ពស់អនុវិទ្យាល័យទូលខ្ពស់ដោយតាយើងត្រូវការមើលច្បាស់បងប្អូនត្រូវបរិយាវាធំបន្តិចមកយើងឃើញថាអនុវិទ្យាល័យទូលខ្ពស់យើងសរសេរបានអញ្ចឹងបងប្អូនត្រូវដូរពុំអក្សរចូលមកកន្លែង home ចូលពុំអក្សរបងប្អូនឆ្លាញ់ពុំអក្សរអីយកពុំអក្សរហ្នឹងអញ្ចឹងខ្ញុំយក content ហើយខ្ញុំយកពុំអក្សរលេខ11តមកទៀតបាត់ណែបងប្អូននេះណាបាត់ស្អែអញ្ចឹងយើងបំពេញវាអញ្ចឹងមកបងប្អូនហ
ហើយបងអាចដូរពណ៌បាទស្រឡាញ់ពណ៌អីដាក់ពណ៌នឹងកន្លែង A នេះយើងដូរមកខ្ញុំដាក់ពណ៌ Excel តិចទៅដើម្បីឲ្យវាបាំងស្អាតតិចព្រួយណាបាទយកប៉ុណ្ណេះឬក៏យកនេះប៉ុណ្ណេះក៏បានដែរបាទនេះប៉ុណ្ណេះចឹងខ្ញុំបានប៉ុណ្ណឹងហើយចឹងពេលដែលយើងបាននៅឆ្លើយទុកគួរប៉ុណ្ណឹងហើយបងប្អូនមើលនៅក្នុងយើងបរួមថយមកវិញមកដើម្បីមើលឃើញអស់មួយតិចទៀតអញ្ចឹងយើងអាចសេរីមកថាតើយើងគួរដាក់វាបានប្រមាណដងនៅក្នុងបន្ទាត់ហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំ copy វាហើយយើងចូលផ្ដើមចូលមកកំណត់ tab ខាងលើនេះខ្ញុំយកកន្លែងលេខ5ធំពេកខ្ញុំថយមកនៅលេខ4កន្លះបាទអញ្ចឹងខ្ញុំ tab មកហើយខ្ញុំផាសបាទ4កន្លះហើយខ្ញុំមើលទៀតយើងចូលមកដល់8កន្លះយើងយកមកសង់ទីម៉ែត្រតែម្ដងអញ្ចឹងមិញ4កន្លះបាទឥឡូវ8កន្លះអញ្ចឹងខ្ញុំថេបមួយទៀតហើយខ្ញុំផាសអាមិញមកយើងចូលវិញបាទអញ្ចឹងបានទេណាអញ្ចឹងមើលកន្លែងអញ្ចឹងខ្ញុំបន្តមកទៀតខ្ញុំយក12បាទអញ្ចឹងមិញ8កន្លះ4កន្លះយើងព្យាយាមកលវាអញ្ចឹងណាបាទនេះរត់មកអញ្ចឹងទៅខ្ញុំកាយអានេះទៅជា10ប៉ុណ្ណេះមកបាទដើម្បីវាស៊ីគ្នាអញ្ចឹងខ្ញុំថេបមួយទៀតមកខ្ញុំផាសចូលបន្តទៀតបាទអញ្ចឹងយើងបានប៉ុណ្ណេះហើយច្រើនហើយទេអញ្ចឹងយើងចាប់ដើមមើលបន្តបងប្អូនឥឡូវខ្ញុំសូមជួយប៊ូតុង delete ដើម្បីខ្ញុំសម្អាតវាស្អាតទាំងអស់ព្រោះមើលទៅដូចជារញ៉ាយអញ្ចឹងជាមួយខ្ញុំបានដាក់ទៅលើចំណុច4កន្លះបាទចំណុច9 8កន្លះចំណុច12កន្លះបាទហើយនឹងយើងចូលមកកន្លែង16កន្លះបាទអញ្ចឹងខ្ញុំថេបមួយទៀតមកហើយខ្ញុំទៅ copy បន្ទាត់របស់យើងនេះខ្ញុំយកផាសបន្តបាទអញ្ចឹងនៅសល់មកបន្ទាត់តិចទៀតអញ្ចឹងបើសិនជាសល់បន្ទាត់តិចទៀតយើងអាចលួចបន្តិចទៅបងប្អូនយកប៉ុណ្ណាបាទអញ្ចឹងខ្ញុំថេបបន្តិចមកខ្ញុំផាសរបស់យើងមកវិញអញ្ចឹងឃើញថាល្មមតែម្ដងបងប្អូនណាគឺស្អាតប៉ុណ្ណាយើងអាចនិយាយថាទទួលយកបានអញ្ចឹងខ្ញុំអាចកលវាបន្តិចទៅនេះបងប្អូនណាស្រួលកលបាទអញ្ចឹងយកប៉ុណ្ណេះមកបាទគឺស្អាតហើយអញ្ចឹងខ្ញុំទាញអានឹងទាំងអស់តែម្ដងបាទចុចស៊ីមកយើងកលវាយកទាំងអស់ហ្នឹងបាទអញ្ចឹងខ្ញុំ Ctrl C copy ហើយខ្ញុំចុចកន្លែងនេះបាទខ្ញុំ enter តម្លាក់ខ្ញុំ Ctrl V ផាសខ្ញុំ enter តម្លាក់ខ្ញុំ Ctrl V ផាសដែរ enter តម្លាក់ផាសបងប្អូនអាច select all copy ក៏បានដែរប៉ុន្តែខ្ញុំអត់ទេខ្ញុំចង់ធ្វើប៉ុណ្ណឹងបងប្អូនមើលម្ដងកលៈអញ្ចឹងយើងមើលអានឹងចំបងប្អូនអាចដឹងចេះទៅហ្មងបាទណាគឺគ្រប់អូខេនេះបងប្អូនគាត់ថាអាហ្នឹងដូចជាខ្ពស់ពេកដូចជាកម្លាតកថាខាងខ្ពស់ពេកបងប្អូនអាច select លើវាទាំងអស់មកយើងបរួមវាឡើងលើតិចទៅបាទអញ្ចឹងដល់សល់ប៉ុណ្ណេះបងប្អូនអាចនេះនិយាយថាថែម4បន្ទាត់ទៀតទៅបាទអញ្ចឹងខ្ញុំ select 4បន្ទាត់ខ្ញុំ enter តម្លាក់ហើយខ្ញុំផាស4បន្ទាត់ចូលល្មមតែម្ដងអញ្ចឹងយើងបានផ្ទៃក្រោយប៉ុណ្ណឹងហើយផ្ទៃក្រោយនេះវាជាប់ស៊ុំនេះបងណាអញ្ចឹងខ្ញុំចូលទៅកន្លែងចុចលើស៊ុំរបស់វានឹង2ដងខ្ញុំវានឹងលួចឲ្យយើងទៅកាន់ save format បងប្អូនចូលកន្លែងនេះរូបនេះគឺ format ផ្នែកខាង save អញ្ចឹងបងប្អូនចូលកន្លែង no outline ខ្ញុំយក no outline ហើយខ្ញុំយក color វាគឺខ្ញុំដាក់ no fill អញ្ចឹងមានថារបស់យើងគឺទៅទេស្អាតដល់ background ក្រោយហ្មងវាស្អាតទៅតែហ្មងអញ្ចឹងណាបាទអញ្ចឹងនេះគឺជាផ្នែកទី2បាទហើយបន្ទាប់ពីយើងធ្វើហ្នឹងរួចបងចូលកន្លែង home វិញហើយចូលមកកន្លែង editing ចូលមកកន្លែង select ចូលមកកន្លែង selection pane ដដែលយើងបាន text box ទី2អញ្ចឹង text box ទី2នេះខ្ញុំសរសេរដាក់ថា background អញ្ចឹងខ្ញុំសរសេរអក្សរអង់គ្លេសក៏បានណាបាទខ្ញុំដាក់ថា back អញ្ចឹងទៅគឺយើងសំដៅទៅលើផ្ទៃក្រោយ back ណាបាទអញ្ចឹងឥឡូវបន្ទាប់ពីយើងបានហើយគឺខ្ញុំចុចខ្វែងម្ដងទៀតអញ្ចឹងយើងបានច្រើនហើយបាទឥឡូវយើងទៅមើលទៀតថានៅគេនៅមានអីទៀតបងគឺយើងចូលទៅមើលគេនៅមានបវចនានេះបាទមាន logo បែបនេះបាទហើយនឹងមានអត្ថបទខាងក្នុងនេះអញ្ចឹងអញ្ចឹងសូមចូលទៅទាំងអស់គ្នាដើម្បីដាក់បវចនាបានបងប្អូនចូលទៅកន្លែង text box ដែរអញ្ចឹងចូល insert យើងចូលកន្លែង text box ហើយយកកន្លែង draw text box មកបងប្អូនគូយកបវចនានេះតែម្ដងអញ្ចឹងគូយកប៉ុណ្ណឹងវានឹងបាំងបែបនេះអញ្ចឹងបងប្អូនសរសេរសិនមកជាតម្រឹមកដាលបាទហើយសរសេរមកព្រះរាជាហៅការទេដូរក្តារចុចសិនបាទ
mưa khơi nhé chẳng nhung thử chụp lừa hố nhưng sao lại lừa biết như tôi xe số nhưng chẳng nhung phở pom mà so lạ cái mà đó hồi nâng bò đạp bò hỏi chẳng nhung vô bò này đợt chiên ăn khỏi đấy nhung vô bò này mà bò này hình tràn tính nên tôi xây được nông nâng tại mà đó press chia na chạ Campuchia enter តលាជាតិសាសនាព្រះមហាសាទអញ្ចឹងយើងឃើញបាត់ខាងក្រោមនេះយើងបងអាចតលេចយើងយកមកយើងចុចលើនេះហើយយើងយកមកកន្លែង paragraph របស់យើងយក remove space ដើម្បីខិចខោចឡើងលើអញ្ចឹងបន្ទាប់ពីយើងធ្វើអានោះហើយបងអាចកែវាឡើងលើតិចទៅហើយយើងចូលមកកន្លែង save format នេះបងប្អូនធ្វើដូចដើមគឺយើងចូលមកកន្លែងនេះ outline របស់វានេះយើងយក no outline យើងយក no fill ទៅដែរអញ្ចឹងឃើញទេបងប្អូនគឺវាផុសចេញមកអក្រោយគឺវាដាច់ទេអញ្ចឹងបងអាចកែក្រោយនេះក៏បានដែរបងអាច select លើវាកែវាសិនទៅដាក់ឲ្យវា blend ជាងនឹងទីទៀតទៅកុំឲ្យវាបាំងច្រើនណាបាទអញ្ចឹងខ្ញុំនឹងយកមួយណាឲ្យវាផុសនេះសិតស្ទើរទាំងអស់នេះយកប៉ុណ្ណេះឲ្យវាផុសដាច់អាក្រោយណាបាទអញ្ចឹងខ្ញុំបានបវចនានេះមួយណាអញ្ចឹងខ្ញុំត្រូវការធ្វើទៀតបងនេះអានេះយើងដាក់មកបងប្អូនបន្ទាប់ពីយើងធ្វើរួចហើយបងប្អូនចូលមក editing ហើយ selection ចូលមក selection pane ហើយយើងដាក់កន្លែងនេះដាក់ថាបវចនានេះណាបងប្អូនធ្វើបែបនេះគឺងាយស្រួលមែនតើបវចនាណាងាយស្រួលនៅក្នុងការដែលបងប្អូនដឹងថាតបរបស់យើងនៅកន្លែងណាអញ្ចឹងយើងអាចធ្វើមួយក៏បានដែរនៅក្នុងករណីយើងអាចគ្រប់គ្រងបានអញ្ចឹងណាបាទអញ្ចឹងកុំឲ្យវែងច្រើនបងប្អូនសម្រាប់មេរៀនទី1បងប្អូនអាចមើលប៉ុណ្ណេះហើយយើងនឹងតទៅមេរៀនទី2ដែលខ្ញុំនឹងធ្វើបញ្ចប់ជូនបងប្អូនតែម្ដងហើយសម្រាប់វីដេអូហ្នឹងគឺវែងពេកអញ្ចឹងកុំឲ្យបងប្អូនធុញច្រើនយើងចាំទៅមើលវគ្គទី2ដើម្បីបញ្ចប់តែម្ដងមកអរគុណបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយបាយ